ក្រុមហ៊ុន PTT និងកាហ្វេ Amazon បានប្រមានថានឹងដកខ្លួនចេញពីកម្ពុជាបើសិនជាការលក់នៅតែបន្តធ្លាក់ចុះយ៉ាងគំហុកបែបនេះលទ្ធផលដែលពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានធ្វើពហិការឈប់ប្រើរបស់សៀមពេលនេះបានចេញជាផ្លែផ្កាហើយខណៈដែល PTT បានប្រកាសថាត្រៀមដកខ្លួនចេញពីកម្ពុជាហើយបន្ទាប់ពីការលក់ចេញប្រេងសាំងបន្តធ្លាក់ចុះជាងពាក់កណ្ដាលហើយនោះប្រិយមិត្តពុកម៉ែបងប្អូនជាទីមេត្រីចាប់តាំងពីពេលដែលសៀមបានឈ្លានពាននិងចង់បានទឹកដីក៏ដូចជាសម្បត្តិដូនតាខ្មែរយើងដែលមានដូចជាប្រាសាទបុរាណដែលមានទីតាំងនៅជាប់តាមព្រំដែនហើយមានការប៉ះទង្គិចគ្នាមកនោះប្រជាពលរដ្ឋកម្ពុជាទាំងមូលបានធ្វើពហិការដោយឈប់គាំទ្រក៏ដូចជាប្រើប្រាស់នៅរបស់គ្រប់យ៉ាងដែលនាំចូលពីសៀមដែលរួមទាំងការចូលចាក់សាំងក្នុងស្ថានីយ៍ប្រេងសាំង PTT អស់រយៈពេលជាយូរខែមកនេះក្រុមហ៊ុនយក្សថៃ PTT បានប្រកាសក្តែងថាការលក់នៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកគឺធ្លាក់ចុះរហូតដល់ 60% ការធ្លាក់ចុះនេះក៏ដោយសារតែឥទ្ធិពលនៃការធ្វើពហិការរបស់ប្រជាជនកម្ពុជាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញក៏ដូចជាទស្សនានៅវីដេអូនេះសូមមេត្តាចែករំលែកម្នាក់មួយផងដើម្បីឲ្យបានដឹងទៅដល់ប្រជាពលរដ្ឋទាំងជាច្រើនទៀតបាទដែលបានធ្វើនៅពហិការឈប់ប្រើរបស់ថៃនេះព្រោះថាការដែលយើងធ្វើពហិការនេះគឺមិនឥតប្រយោជន៍ទេពេលនេះគឺយើងបានឃើញលទ្ធផលហើយណាបាទបើយោងតាមសារព័ត៌មានថៃ The Nation បានចុះផ្សាយនៅថ្ងៃនេះថាក្រុមហ៊ុនយក្ស PTT បានទទួលស្គាល់ការពិតដ៏ជូរចត់មួយថាការលក់នៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងចន្លោះពី 50 ទៅ 60% បាទហើយនេះគឺជាអាវុធមួយរបស់ប្រជាជនកម្ពុជាសម្រាប់សម្ពងក្បាលពួកសៀមបាទដែលមានមហិច្ឆតាចង់លេបតបាក់នៅរបស់ដែលជាសម្បត្តិរបស់កម្ពុជាយើងបាទដូចដែលបងប្អូនបានដឹងពីមុនមកហើយបាទនៅពេលដែលមានការប៉ះទង្គិចគ្នាផ្ទុះអាវុធអីនៅខាងភាគីនៅខាងតាមព្រំដែននោះបាទមូលហេតុចម្បងនៃការធ្លាក់ចុះបណ្ដាលមកពីចំនួនតាមព្រំដែនដែលជាហេតុធ្វើឲ្យមានការធ្វើពហិការនេះឡើងបាទហើយសំណួរសួរថាតើនៅពេលដែលក្រុមហ៊ុន PTT ក៏ដូចជាក្រុមហ៊ុនកាហ្វេ Amazon ដកខ្លួនចេញពីកម្ពុជាតើនៅមានក្រុមហ៊ុនណាទៀតដែលអាចជំនួសក្រុមហ៊ុនទាំងពីរនេះបានសម្រាប់ចម្លើយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូបខ្ញុំគិតថាมันខ្វះទេក្រុមហ៊ុនដែលអាចមានសមត្ថភាពលក់សាំងប្រេងដែលជាខ្នាតធំដោយក្រុមហ៊ុន PTT នេះបានជាក់ស្ដែងនៅកម្ពុជារបស់យើងមានដូចជាក្រុមហ៊ុនតេឡាក្រុមហ៊ុនសូគីមិចសុទ្ធតែជាក្រុមហ៊ុនដែលមានសមត្ថភាពខ្ពស់ក៏ដូចជាមានលទ្ធភាពនៅក្នុងការផ្គត់ផ្គង់សាំងប្រេងដល់កម្ពុជាយើងតាំងពីដើមមកហើយបាទចំណែកឯក្រុមហ៊ុនដែលលក់កាហ្វេ Amazon វិញសួរថាតើសប្តាហ៍ថ្ងៃកូនខ្មែររបស់យើងគ្មានសមត្ថភាពដែលអាចផលិតក៏ដូចជាអាចបើកនៅហាងធំដូចជាកាហ្វេ Amazon នេះបានទេមែនទេសម្រាប់ចម្លើយខ្ញុំនៅតែអះអាងថាកូនខ្មែររបស់យើងក៏អាចធ្វើបានដូចគ្នាដោយសារតែសប្តាហ៍ថ្ងៃកូនខ្មែររបស់យើងក៏មានសមត្ថភាពក៏ដូចជាមានដើមទុនច្រើនដែលអាចធ្វើការបើកលក់នៅរបស់បាទដែលជាផលិតផលជាតិបានដូចគ្នាអញ្ចឹងបើសិនជាក្រុមហ៊ុនទាំងពីរនេះដកខ្លួនចេញពីកម្ពុជាហើយខ្ញុំជឿថាប្រជាពលរដ្ឋកម្ពុជាយើងគឺមានចំនួនច្រើនដែលសប្បាយចិត្តដោយសារតែព្រោះតែអាចនិយាយបានថាស្អប់ឬក៏មិនចូលចិត្តមិនពេញចិត្តនឹងហើយទើបនាំគ្នាធ្វើពហិការអញ្ចឹងអវត្តមាននៃក្រុមហ៊ុនទាំងពីរនេះគឺជារឿងមួយដែលកូនខ្មែររបស់យើងជាច្រើនសប្បាយចិត្តបាទអញ្ចឹងសម្រាប់ពីពេលនេះតទៅបាទគឺយើងនាំគ្នាគ្រប់គ្រងនៅស្នាដៃរបស់ខ្មែរយើងវិញក៏ដូចជាគ្រប់គ្រងនៅផលិតផលខ្មែរមិនថាតែសាំងប្រេងនោះទេដូចជាផលិតផលផ្សេងទៀត
ព្រោះថាការធ្វើពហិការជាយូរមកនេះគឺយើងដាច់ខាតមិនប្រើរបស់ផ្ទះលេខ2ដែលមានច្រើនមែនទែនដែលនាំចូលមកស្រុកខ្មែររបស់យើង ហើយការធ្វើពហិការរបស់យើងនេះគឺដូចជាអាវុធដែលអាចធ្វើឲ្យពួកគេគឺមិនអាចតបតបានបាទ